បាទយើងតទៅរបៀបប្រើប្រាស់កម្មវិធីយើងមួយទៀតបាទអញ្ចឹងមកដល់នេះគឺយើងរបៀបប្រើប្រាស់កម្មវិធីបង្កើតសញ្ញាកិច្ចការឆ្លាតវៃដោយ AI តាមរយៈ Digital បាទអញ្ចឹងកម្មវិធីនេះគឺយើងបង្កើតវិទ្យាសាស្ត្រប្រឡងឲ្យសិស្សណាបាទអញ្ចឹងនៅពេលដែលយើងចុចទៅលើរបៀបប្រើបាទរបៀបប្រើប្រាស់គឺយើងវានឹងចូលទៅដល់ website របស់លោកគ្រូហើយពេលដែលចូលមកដំបូងគឺយើងត្រូវធ្វើដូចមុនអញ្ចឹងគឺកំណត់ API key បាទអញ្ចឹងរបៀបប្រើរបៀបចូលទៅយកអីក៏គ្រូបានដាក់នៅក្នុងនឹងដែរហើយក៏គ្រូបានសរសេរប្រាប់ដែរនេះឃើញទេអញ្ចឹងទទួលបាន API key ដែលឥតគិតថ្លៃបាទឃើញតែចុចទៅលើហ្នឹងទៅវានឹង load ទៅដល់ផ្ទាំងបង្កើត API key របស់យើងតែម្ដងអញ្ចឹងចំពោះបើសិនជា Gmail ថ្មីអត់ដែលធ្លាប់បង្កើត API key ហ្នឹងទេបាទយើង load ទៅវានឹងឲ្យយើងដាក់បំពេញហើយដាក់គ្រីស2ចំណុចទៅចុច continue ទៅវានឹងដល់ទម្រង់ហ្នឹងដូចគ្នាហើយបើសិនជាពិបាកបង្កើតឬក៏អត់ចេះបង្កើតGoogle AI Studio ចូលមកដល់ API key ហ្នឹងទេបាទអាច search មើល YouTube បាទរបៀបបង្កើត API key free បាទអញ្ចឹងនៅក្នុង YouTube គឺមានច្រើនអញ្ចឹងគ្រូសុំបង្ហាញមកដោយសារគ្រូមាន account ហើយក៏ធ្លាប់បង្កើតដែរបាទគ្រូបង្កើតមកសិនមិញនេះបាទអញ្ចឹងគ្រូសុំ create បាទ create API key ពេលដែលយើងចូលមកយើងមើលទៅខាងស្ដាំដៃហ្នឹងមកនេះពាក្យ create ហ្នឹងបាទចុចលើ create ហើយទៅនេះវា default ធម្មតាអញ្ចឹងទៅយើងឃើញតែ create key មកបាទយើង create key មកយើងរងចាំប្រហែលជាបន្តិចទៅ4-10 វិនាទីហ្នឹងយើងនឹងទទួលបាន key មកហើយអញ្ចឹងយើងកុំខ្វល់ខាងលើហ្នឹងយើងឃើញតែចុចពាក្យថា copy key បាទ copy key ហ្នឹងមកចុចខ្វែងទៅហើយនេះគ្រូអាចបិទបានណាគ្រូសុំខ្វែងនេះបាទយើងឃើញតែយក key ហ្នឹងមកដាក់តានេះបាទ Gemini API key របស់អ្នកគ្រូឬលោកគ្រូអញ្ចឹងទៅយើងឃើញតែផាសវាចូលមកហើយចុចរក្សាទុកនិងសាកល្បងបាទអញ្ចឹងបើសិនជាវាបរាជ័យបែបនេះយើងព្យាយាមសាកមកបាទនេះពេលខ្លះ key ហ្នឹងវានេះដែរវាបញ្ហាអ៊ីនធឺណិតយើងរត់អួលដែរអញ្ចឹងបើចុចម្ដងវាបរាជ័យ2ដងទៅវាអាចជោគជ័យដូចរបស់គ្រូអញ្ចឹងហើយបើថា2ដង3ដងហើយអត់ជោគជ័យទៀតយើងចូលទៅដូរ key បាទវាអាច key ហ្នឹងបិទមុខងារឬក៏ key ហ្នឹងប្រើប្រាស់អត់បានអញ្ចឹងយើងទៅបង្កើតថ្មីទៅបាទអញ្ចឹងនៅពេលដែលយើងដាក់ key ចូលរួចយើងទទួលបានផ្ទាំងបែបនេះមកអញ្ចឹងវាមាន3ជំហានធំបាទ3ជំហានធំហើយគ្រូដាក់ជំរើសបាទជំរើសគ្រូបើសិនជាបឋមយើងមានពីថ្នាក់ទី1ដល់ទី6បាទអនុវិទ្យាល័យទី7ដល់ទី9វិទ្យាល័យទី10ដល់ទី12ហើយគ្រូបានថែមដូចគ្នាបឋមពេលខ្លះសាលាលោកគ្រូអ្នកគ្រូវាអាចបឋមមានអនុនៅក្នុងហ្នឹងបាទអញ្ចឹងយើងរាប់ពីទី1ដល់ទី9បើសិនជាសាលារបស់លោកគ្រូបឋមនិងអនុនៅជាមួយគ្នាបាទលោកគ្រូអ្នកគ្រូជ្រើសរើសទៅនេះហើយបើសិនជាសាលារបស់លោកគ្រូអនុវិទ្យាល័យនិងវិទ្យាល័យនៅជាមួយគ្នាលោកគ្រូអ្នកគ្រូជ្រើសរើសទៅនេះទី7ដល់ទី12អូខេអញ្ចឹងដោយសារសាលារបស់ខ្ញុំអនុនិងវិទ្យាល័យនៅមួយគ្នាអញ្ចឹងខ្ញុំសូមជ្រើសរើសទី7ដល់ទី12បាទចុចលើវាមកប៊ូតុងបន្តទៅមុខហ្នឹងវានឹងលោតឲ្យយើងហ៎បាទយើងចុចបន្តទៅមុខទៅបាទមកដល់តនេះអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវគិតខ្លួនឯងថាបង្កើតក្រដាសកិច្ចការងារឲ្យសិស្សប្រឡងហ្នឹងលោកគ្រូអ្នកគ្រូធ្វើលើមុខវិជ្ជាអីបាទកន្លែងជ្រើសរើសមុខវិជ្ជាគឺមុនគេហើយបាទជ្រើសរើសមកបាទអញ្ចឹងខ្ញុំដាក់តែប្រមាណឲ្យទេប្រមាណមុខវិជ្ជាហ្នឹងទេបើថាខ្វះលោកគ្រូអ្នកគ្រូនេះសរសេរថែមតែខ្លួនឯងបាទអធិស្ឋានឥឡូវខ្ញុំថាខ្ញុំធ្វើកណិតមុនចុះកណិតហើយតនេះខ្ញុំថាសម្រាប់ថ្នាក់ទី12បាទខ្ញុំវាយថ្នាក់ទី12យ៉ាងទៅហើយខ្មែរទាំងអស់បណ្ដោយទៅពួកអីតនេះខ្ញុំណូតឲ្យជាខ្មែរទី12ហើយតនេះប្រធានបទហ្នឹងឬក៏ចំណងជើងกระดาษកិច្ចការងារមួយហ្នឹងលោកគ្រូអ្នកគ្រូចង់ដាក់ឲ្យគេឥឡូវខ្ញុំថាប្រឡងអរេដាក់ចេះចុះត្រៀមប្រឡងបាក់ដប់ចុះបាទត្រៀមប្រឡងបាក់ដប់អញ្ចឹងតែហ្នឹងពេលដែលกระดาษកិច្ចការបង្កើតមកគឺវាចាប់ចំណងជើងនឹងទៅប្រើអញ្ចឹងទៅនេះខ្ញុំមានជំរើសបាទជំរើសឲ្យអស់ file ចូលឬក៏រូបថតចូលបាទរូបថតឬក៏ file មកន័យថាលោកគ្រូអ្នកគ្រូមើលឃើញរបស់គេហ្នឹងមកលឹកពីរលឹកឬក៏ប្រធានដែលអ្នកគ្រូសរសេរឬក៏ជាលេខអីដែលសរសេរនៅលើហ្នឹងទៅចង់ឲ្យវាដាក់ចង់យកមកធ្វើជាវិញ្ញាសាឬក៏ធ្វើជាกระดาษកិច្ចការឲ្យសិស្សប្រឡងដែលមាន2 3ទៅ AI វានឹងប្របែកឲ្យបាទអញ្ចឹងឥឡូវឧទាហរណ៍ថាចង់ធ្វើពីអីមួយអញ្ចឹងបាទនេះយើងមើលអានេះខាងនេះដូចគ្នាបាទនេះសិតគ្រីសហ្នឹងគ្រីស default ខ្ញុំដាក់ប៉ុណ្ណេះអញ្ចឹងខ្ញុំបន្ថែមឲ្យមានដូចជាកឡោនប៉ុន្មានអ្នកច្រើនដែរបាទសម្រាប់ឲ្យជ្រើសរើស
បាទអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំទៅយក file មួយសិន file ប្រធានចំណងជើងបាទដែលខ្ញុំបាន download ទុកហ្នឹងបាទនេះតេស្តបាទអញ្ចឹងនេះកណិតกระดาษមួយលឹកនេះกระดาษប្រធានមួយលឹកដែលខ្ញុំ down ពីបណ្ដាញសង្គមបាទអញ្ចឹងហើយក៏សូមខន្តីអភ័យទោសពីបើលោកគ្រូអ្នកគ្រូដែរបើសិនថាกระดาษដែលលោកគ្រូយកមកហ្នឹងជារបស់ខ្ញុំជាកម្មសិទ្ធិរបស់ខ្ញុំបាទអធិស្ឋានខ្ញុំឃើញតែយកមកធ្វើជាវីដេអូ demo ទេហើយណាមួយខ្ញុំក៏មិនមែនជាគ្រូគណិតដែរខ្ញុំគ្រូព័ត៌មានវិទ្យាទេហើយខ្ញុំឃើញអាហ្នឹងឃើញនៅក្នុងបណ្ដាញសង្គមទៅខ្ញុំ download ទុកយកមកធ្វើជាមេរៀនអញ្ចឹងទៅបាទខ្ញុំសូមចុចលើកណិតហើយ open មកអញ្ចឹង file វានឹងធ្លាក់មកអញ្ចឹងចូលមកដល់ក្រោមនេះកន្លែងដែលជ្រើសរើសប្រភេទกระดาษកិច្ចការដែលចង់បានអញ្ចឹងនេះអាចជ្រើសរើសលើសពី2អញ្ចឹងខ្ញុំគិតថាកណិតបាក់ដប់បាទបាក់ដប់ហើយខ្ញុំចង់ឲ្យវាមានជាពហុបាទពហុជ្រើសរើសហើយខ្ញុំចង់ឲ្យមានជាអីគេទៀតសំណួរអសេខុសត្រូវអញ្ចឹងលោកគ្រូអ្នកគ្រូមើលខ្លួនឯងក្នុងហ្នឹងណាលំហាត់អាឡឹមជាប់មាត់ជាស្រ័យលំហាត់សម្រាប់បញ្ជាក់ឬក៏អីលោកគ្រូអ្នកគ្រូមើលទៅតាមហ្នឹងទៅឥឡូវខ្ញុំថាខ្ញុំរើសកណិតស្តង់ដារបឋមបាទខ្ញុំរើសអាសំណួរវិភាគទូទៅមួយទៀតហើយចំនួនសំណួរនេះលោកគ្រូអ្នកគ្រូចង់បានប៉ុន្មានបានច្រើនតែយើងមើលกระดาษយើងដែរប្រយ័ត្ន AI វិភាគមកខុសបាទអញ្ចឹងខ្ញុំថាខ្ញុំយកតែ5សំណួរទេបាទ5សំណួរលំហាត់ហើយលោកគ្រូអ្នកគ្រូសូមអានការណែនាំខាងក្រោមនេះគ្រប់ប្រព័ន្ធរបស់យើងខ្ញុំគឺខ្ញុំតែងតែដាក់ចំណាំឬក៏ព័ត៌មានសុវត្ថិភាពឯកជនភាពហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូសូមអានអានឹងឲ្យយល់ច្បាស់ចាំប្រើប្រាស់ប្រព័ន្ធរបស់ខ្ញុំហើយព្រោះយើងដើរដល់សម័យ AI បាទយើងត្រូវរៀនរស់ជាមួយ AI អញ្ចឹងការប្រើប្រាស់ AI ត្រូវមានទំនួលខុសត្រូវខ្ពស់ដោយខ្លួនឯងអញ្ចឹងនេះចំណុចដែលសំខាន់គេគឺទី2នេះបាទអញ្ចឹងតំណឹងគឺខ្ញុំសំណូមពរលោកគ្រូអ្នកគ្រូបាទជិះវៀងចំណុចទាំងអស់ហ្នឹងបាទអញ្ចឹងខ្ញុំសូមបង្កើតអញ្ចឹងយើងរងចាំបន្តិចទៅដំណាក់កាលទី2របស់យើងកំពុងតែចាប់ផ្ដើម stress ស្តង់មតិមកហើយអាតនេះលោកគ្រូអ្នកគ្រូបាទខ្ញុំសូមបញ្ជាក់បន្តិចតនេះមិនមែនថាតតជាលំហាត់ទេលោកគ្រូអ្នកគ្រូជាមេរៀនបានន័យថាกระดาษកិច្ចការមេរៀនរបស់លោកគ្រូអ្នកគ្រូឬក៏ថតពីសភៅពុំចំណុចមេរៀនទី1បាទចំណុចមេរៀនទី1របស់យើងហ្នឹងថារៀនអំពីសត្វគោចុះអញ្ចឹងលោកគ្រូអ្នកគ្រូថតសត្វគោថតមកមេរៀនទី1ហ្នឹងមកដាក់មកជាស្លឹកព្រោះឯនៅ file ហ្នឹងខ្ញុំបើកមុខងារ upload ជាស្លឹកនិង PDF បាទបើថាយើងមានជាស្លឹកថតក្របមក upload ចូលទៅ AI វាអ្នកធ្វើការតែ AI វានឹងវិភាគឲ្យយើងវានឹងបែងចែកមេរៀនហ្នឹងគួរតែយកទៅជាសំណួរឬក៏បង្កើតបែបម៉េចមកបាទអញ្ចឹងពេលដែលបង្កើតមកយើងទទួលបានបេតុងទាំងអស់នេះបាទខ្ញុំដាក់ឲ្យ4ជាជំរើសហើយបាទសុវត្ថិភាពដូចគ្នាខ្ញុំថែមឲ្យទៀត alert ទុកជូនលោកគ្រូអ្នកគ្រូម្ដងហើយម្ដងទៀតបាទហើយបានចូលមកដល់ផ្ទាំងกระดาษកិច្ចការងាររបស់យើងអញ្ចឹងទម្រង់របស់ខ្ញុំគឺខ្ញុំបង្កើតបែបហ្នឹងណាលោកគ្រូអ្នកគ្រូបាទអញ្ចឹងខ្ញុំដាក់មក AI វាវិភាគឲ្យយើងឃើញទេបាទប្រធានបទបាទអញ្ចឹងចំណាំសេចក្តីចំណាំនេះសូមអានសំណួរនីមួយៗឲ្យខ្ញុំដាក់មកអញ្ចឹងនេះហើយលោកគ្រូអ្នកគ្រូមុខវិជ្ជាគណិតវិទ្យាបាទមើលទៅហើយគណិតប្រធានមួយហ្នឹងបែបមាញ់ពួកឯងយើងឲ្យមានការជ្រើសរើសខុសត្រូវណាបាទជាស្រ័យសារបញ្ហាសុខភាពត្រូវទឹកភ្លៀងថ្ងៃមិញបាទអញ្ចឹងលោកគ្រូអ្នកគ្រូមើលមកផ្នែកទី1វាដាក់ចឹងមកផ្នែកទី2ចឹងមកបាទអញ្ចឹងលោកគ្រូអ្នកគ្រូមើលទៅខ្ញុំមិនមែនជាគ្រូគណិតខ្ញុំក៏មើលអត់យល់ដែរហើយសង្ឃឹមថាបើខុសលោកគ្រូអ្នកគ្រូឲ្យ AI វាកែម្ដងទៀតមកបាទតានេះចុងក្រោមគេនេះបង្កើតថ្មីម្ដងទៀតបានថាមើលទៅវាខុសតាណាអីតាណាអញ្ចឹងណាហើយចំពោះសំណួរនឹងរួចក៏ខ្ញុំឲ្យវាបង្កើតជាអត្រាកំណែសម្រាប់លោកគ្រូអ្នកគ្រូដែរអញ្ចឹងបាច់លោកគ្រូអ្នកគ្រូក៏មិនចាំបាច់ហត់អីដែរឃើញតែផ្ទៀងផ្ទាត់ទៅហើយអានការណែនាំខាងលើបាទខ្ញុំបានដាក់ឲ្យផ្ទៀងផ្ទាត់ថាត្រឹមត្រូវអស់ហើយអាចយកกระดาษមួយនឹងឬក៏យកប្រធានមួយនឹងទៅឲ្យសិស្សស្វ័យសិក្សាឬក៏រៀនបំពន់ត្រៀមបាក់ដប់អីបានអូខេបាទលោកគ្រូអ្នកគ្រូ download មកនេះបាទ download មកបាទជា file PDF ជា file Word ឬជាអីចឹងមកអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូបោះពុំនេះបោះពុំមើលសិនទៅបាទបោះពុំហ្នឹងមកបាទ preview មើលមកបាទ
បាទដោយសារខ្ញុំសុំខ្វែងសិនណាដោយសារពេលខ្លះអាចថា down ជា PDF យក PDF តែម្ដងបាទ download បានដូចគ្នាតែពេលខ្លះវាអាចអក្សររត់ណាអាចអក្សររត់លោកគ្រូអ្នកគ្រូបាទអញ្ចឹងផ្ទៀងផ្ទាត់ដោយខ្លួនឯងមើលទៅបាទនេះឃើញទេឃើញចំណុចនេះអក្សរវារត់លោកគ្រូអ្នកគ្រូបាទហើយពេលខ្លះត្រឹមត្រូវតែមកវាមើលដូចជាអត់សូវច្បាស់អីចឹងទៅណាវាធ្លាក់វាអីចឹងទៅដូចអានេះអីចង់ឲ្យវាធ្លាក់បន្ទាត់អីទៅលោកគ្រូអ្នកគ្រូអាចនេះយកជា file word វិញមកលោកគ្រូអ្នកគ្រូបាទនេះជា file word មកបាទអញ្ចឹង word យើងបើកមកបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចកែសម្រួលថែមបានហើយ file word យើងអាចកែសម្រួលបានហើយ word ខ្ញុំថ្ងៃហ្នឹងបើកយូរមែនបាទនេះហើយ enable editing មកបាទអញ្ចឹងលោកគ្រូអ្នកគ្រូកែសម្រួលទៅខុសតោះតាណាលោកគ្រូអ្នកគ្រូកែមកអានេះយើងអាចកែបានទេជា file word បាទផ្នែកទីហ្នឹងបាទលោកគ្រូអ្នកគ្រូកែសម្រួលខ្លួនឯងបាន highlight នេះចង់ឲ្យវាធ្លាក់តតអីយើងបាទតាមនឹងមកឲ្យពេលខ្លះសំណួរណាខុសលោកគ្រូអ្នកគ្រូកែទៅជាត្រូវទៅយើងអាច save ជា PDF ឲ្យកូនសិស្សបានដូចគ្នាហើយជំរើសមួយទៀតថាត្រូវហើយលោកគ្រូខ្ញុំខ្ជិល down ជា word ជាអីបាទអញ្ចឹងខ្ញុំណារតនាបាទហើយបាទនេះមានជំរើសជាច្រើនបាទជារូបភាពក៏បានលោកគ្រូដល់ជារូបភាពទៅតែខ្ញុំសុំ recommend ប្រានេះបោះពុំភ្លាម PDF print ហ្នឹងគឺច្បាស់លោកគ្រូអ្នកគ្រូបាទច្បាស់បានតម្រង់មកថាខ្ញុំចង់បានអាលើមានបន្ទាត់មានអីចឹងទៅហើយលោកគ្រូអ្នកគ្រូដូរទៅនេះមកបាទប្រភេទបញ្ឈប់ផ្ទៃឬខ្លួនឯងមកហើយ more setting បាទអញ្ចឹងលោកគ្រូអ្នកគ្រូជ្រើសរើសกระดาษជាប្រភេទអីគេ A4 ចង់បានប្រមាណសន្លឹកmatching diffuse ឬក៏ថែមថយអីលួចហ្គេមលួចអីខ្លួនឯងបាទលោកគ្រូអ្នកគ្រូសេរីតែហ្នឹងហើយ background graphic អីហ្នឹងឬក៏ footer header ហ្នឹងដោះដាក់អីស្រេចតាមចិត្តបើសិនជាដាក់មកវាអាចជាប់ license របស់ខ្ញុំអីចឹងអញ្ចឹងដោះទៅតែហ្នឹងខ្ញុំ recommend ឲ្យដោះទៅហើយ background ហ្នឹងបាទគ្រីសយកទៅដើម្បីឲ្យវាមានអាពណ៌នេះពណ៌ highlight របស់យើងនឹងមកឬក៏លោកគ្រូខ្ញុំមិនចង់ប្រើទេនេះវាជាប់ប្រទេសបតាដោះ background ភ្លឹងមកវាទៅជាតាសតាទេបាទហើយលោកគ្រូឃើញអត់បាទឃើញទេយើងដាក់ background ខ្ញុំចង់បានជា background បើខ្ញុំ print ជា color ទុកឲ្យសិស្សផងបាទវាមាន background color នឹងមករួច save បាទរើសទីតាំងដាក់មកលោកគ្រូបាទថាវិញ្ញាសាអី011ឡើយខ្ញុំថា1111ចឹងទៅឧទាហរណ៍មកបាទអញ្ចឹងវានឹង down ជា file PDF អាហ្នឹងគឺអត់បែកសាយអត់មានខុសអក្សរមានអីទេបាន PDF ដូចគ្នាតែវាអត់មានបែកសាយដូចអាយើង down នេះហើយអានេះខ្ញុំព្យាយាមឲ្យ AI វាកែសម្រួលដែរតែវានៅតែទាញជា PDF មកវានៅតែអក្សរវារត់ជាន់គ្នាអញ្ចឹងទៅអញ្ចឹងបានខ្ញុំបន្ថែមមុខងារ print នេះអញ្ចឹងគ្រប់ប្រព័ន្ធរបស់ខ្ញុំនៅលើ website ធំខ្ញុំទាំង25ហ្នឹងបើលោកគ្រូអ្នកគ្រូ down ជា PDF នេះអត់ដំណើរការលោកគ្រូអ្នកគ្រូនេះប្រើប្រភេទ print ភ្លាមហ្នឹងមកហើយធ្វើដូចខ្ញុំហ្នឹងមកកែសម្រួលកន្លែង more setting ហ្នឹងទៅយើងអាចប្រើប្រាស់បានហើយបាទអូខេខ្ញុំត្រឡប់ទៅទំព័រដើមនេះគឺចូលទៅ website ធំខ្ញុំវិញណាមិនមែនទំព័រដើមចូលទៅនេះណាអញ្ចឹងបើគិតថារួចរាល់អស់ហើយខ្ញុំភ្លេចបង្កើតមុខងារឲ្យវាទៅនេះវិញអញ្ចឹងមានតែយើង refresh បាទមានតែ refresh ខ្ញុំភ្លេចបង្កើតមុខងារភ្លេចនឹកដល់ភ្លេចនឹកដល់អាចំណុចមួយហ្នឹងបង្កើតរួចបើចង់ធ្វើមួយទៀតធ្វើមិនភ្លេចអញ្ចឹងមានតែ refresh ទៅលោកគ្រូអ្នកគ្រូ refresh បើយើងចុចទៅទំព័រដើមវាទៅអា website ធំរបស់ខ្ញុំបាទ website ធំយើងត្រូវវាយ password វាយអីសាមីម្ដងទៀតហ្នឹងមែនទេបាទចូលមកសាដើមត្រូវចុចទៅសាមីអីចឹងទៅវាយូរវាខាតពេលដែរបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាអានឹងម្ដងទៀតបាទខ្ញុំបន្តទៅមុខខ្ញុំទៅនេះខ្ញុំសរសេរចូលម្ដងខ្ញុំដាក់ព័ត៌មានវិទ្យាបាទដោយសារខ្ញុំគ្រូព័ត៌មានវិទ្យាឥឡូវខ្ញុំសារដាក់ព័ត៌មានវិទ្យាបាទព័ត៌មានវិទ្យាខ្ញុំថាកម្រិតទី10បាទចំណងជើងប្រធានបទខ្ញុំថាប្រឡងខែ5ចឹងទៅឧទាហរណ៍ណាហើយខ្ញុំទៅរករូបភាពបាទខ្ញុំចុចប្រើខ្ញុំទៅរករូបភាពហ្នឹងខ្ញុំមាន folder របស់ខ្ញុំមួយចង់បាត់ folder នឹងទៀតបាត់ទេនេះ folder មេរៀនខ្ញុំសុំរកតិចសិនខ្ញុំភ្លេចបាត់ហើយនឹងរត់ទៅដល់ណាបាត់ហើយមេរៀនរបស់ខ្ញុំ
បាទនេះលោកគ្រូអ្នកគ្រូបាទនេះមេរៀនរបស់ខ្ញុំថាមេរៀនទី1បាទមេរៀនទី1របស់ខ្ញុំមានប៉ុណ្ណេះអញ្ចឹងខ្ញុំឲ្យវាអាប់ឡូតនៅក្នុងនឹងទាំងអស់ជា file រូបភាពនេះខ្ញុំចុច download ចេញមកទេហើយខ្ញុំ download ចេញពីសាលា digital របស់ក្រសួងអប់រំបាទអញ្ចឹងវាមកហើយឃើញទេបាទមេរៀនរបស់ខ្ញុំមានប្រមាណទំព័រហ្នឹងបាទហើយខ្ញុំបង្កើតជាសំណួរពហុជ្រើសរើសបាទផ្គូផ្គងបាទពេញចន្លោះដោយសារមេរៀនរបស់ខ្ញុំមានច្រើនដែរហើយខ្ញុំចង់បង្កើតស្លឹកកិច្ចការហ្នឹងវារៀងច្រើនដែរខ្ញុំរកអ្វីដែលតាក់ទងជាមួយនឹងបច្ចេកវិទ្យាបាទនេះព័ត៌មានវិទ្យាបាទគ្រានឹងមួយទៀតណាអានេះវិភាគកូដស៊ីជម្រៅពេកហើយក្មេងគាត់អត់តនេះហើយខ្ញុំគិតថាខ្ញុំយក15សំណួរបាទ15សំណួរអានេះបើលោកគ្រូអ្នកគ្រូចង់សរសេរផ្ដោតអីទៅក៏ដាក់ទៅ AI វានឹងវិភាគវានឹងចាប់ទៅបើថាមិនដាក់ទេក៏ហីទៅបាទអញ្ចឹងខ្ញុំឲ្យ AI បង្កើតស្លឹកកិច្ចការងារប្រឡងនឹងឲ្យបាទអញ្ចឹងរងចាំបន្តិចបាទហើយលោកគ្រូអ្នកគ្រូប្រើប្រាស់ទៅកលែកមើលខាងស្ដាំដៃបើថាអូប្រព័ន្ធលោកគ្រូល្អទាំង25នឹងល្អចង់បន្ថែមជាថ្លៃកាហ្វេឲ្យខ្ញុំបន្ថែមពីលើហ្នឹងបាទខ្ញុំទទួលយកដែររីករាយព្រោះអីរាល់ថ្ងៃកាហ្វេដឹងមួយកែវប្រហែលកែវទេមួយថ្ងៃដោយសារខ្ញុំធ្វើការទៅលើកុំព្យូទ័រច្រើនអញ្ចឹងខ្ញុំត្រូវការហូបកាហ្វេទៅកុំឲ្យវានេះគួរក្បាលវាស្ពឹកសពុនពេកពេលខ្លះនឹកហើយសុំលោកគ្រូអ្នកគ្រូប្រើប្រាស់ទៅបើសិនជាលោកគ្រូប្រព័ន្ធលោកគ្រូគួរតែថែមចេះឬក៏ខ្វះទៅនេះឬក៏លើសទៅនេះលោកគ្រូអ្នកគ្រូជួយរីកមិនខ្ញុំផងដោយសារខ្ញុំចេះតែបង្កើតឲ្យប្រើប្រាស់ទេប្រើប្រាស់អត់តន់អស់ទេអញ្ចឹងមុខងារខ្លះដូចជាតាក់ទងអីខុសពីជំនាញរបស់ខ្ញុំពិបាកដែរដោយសារខ្ញុំគ្រូព័ត៌មានវិទ្យាអញ្ចឹងគឺច្បាស់តែខ្លួនឯងទៅលើព័ត៌មានវិទ្យាដល់ពេលផ្សេងមានតែលោកគ្រូអ្នកគ្រូជាអ្នកប្រើប្រាស់ហ្នឹងប្រើប្រាស់ទៅជួយ recommend ឬក៏ feedback ត្រឡប់មកខ្ញុំវិញមកគួរតែប៉ុណ្ណេះចឹងទៅបាទអញ្ចឹងអូខេស្លឹកកិច្ចការងារមកហើយបាទព័ត៌មានជា page អញ្ចឹងទៅមកបាទហើយបាទអញ្ចឹងប្រព័ន្ធលេខនឹងតិន័យហើយខ្ញុំបានផ្នែកកវាចាប់មកបាទអញ្ចឹងវាមកហើយដល់ពេលផ្នែកខផ្គូតផ្គងបាទផ្គូតផ្គងបាទចឹងផ្គូផ្គងមកដល់ផ្នែកកលំហាត់បំពេញចន្លោះដែលយើងជ្រើសរើសពីលើហ្នឹងបាទបំពេញចន្លោះហើយដល់ផ្នែកខលំហាត់អនុវត្តនិងវិភាគបាទកូនសិស្សធ្វើបែកខ្ទិះបាទអូខេហើយអានេះអត្រាកំណែរបស់ខ្ញុំអញ្ចឹងខ្ជិលនេះខ្លួនឯងដាក់តាមេរៀនទៅយើងមានអត្រាកំណែមកទៀតនេះអញ្ចឹងងាយស្រួលមែនតើសម្រាប់លោកគ្រូអ្នកគ្រូហើយថាអត់ពេញចិត្តអត់ស្រឡាញ់ទេបង្កើតថ្មីមកលោកគ្រូអ្នកគ្រូអញ្ចឹងខ្ញុំចុចបង្កើតថ្មីអានេះបង្កើតថ្មីគឺបង្កើតនេះហ្នឹងបង្កើតត្រឡប់ទៅតម្រង់សាមីដូចអាទំព័រ home នេះហ្នឹងខ្ញុំស្មានថាវាបង្កើតនេះឲ្យថ្មីព្រោះអីតែអត់បានតេស្តចេះតែធ្វើទៅរំលងចំណុចនឹងរហូតបាទអញ្ចឹងសាមីមានតែសាមីមុខវិជ្ជាសេសាមីបដ ாய் អូខេធ្លាប់សរសេរវាជាប់10បាទប្រឡងខែ5បាទការអាប់ឡូតនេះលឿនទេលោកគ្រូអ្នកគ្រូដោយសារខ្ញុំបើកមុខងារឲ្យវាលឿនអត់ឲ្យវាយូរទេអានេះខ្ញុំសុំដល់ពហុជ្រើសរើសព័ត៌មានវិទ្យាអានអត្ថបទឆ្លើយនឹងខ្មែរត្រូវហើយគំនុំព្រួយមេរៀនវេយ្យាករណ៍ដោះស្រាយចំណោទជាត្រូវពេញចន្លោះគោលផ្គងខុសឬត្រូវព័ត៌មានវិទ្យាបាទខ្ញុំយក15បាទឲ្យ AI បង្កើតជាលើកទី2កំហុសបាទពេលលោតអញ្ចឹងមកលោកគ្រូអ្នកគ្រូធ្វើសាមីមកណាចុចម្ដងទៀតទៅបាទពេលខ្លះវាអាចបច្ចេកទេស AI វា error ឬក៏ internet slow អីតិចតួចទៅក៏វារាប់យកកំហុសនឹងមកដែរអញ្ចឹងយើងធ្វើសាមីបាទចុចសាមីទៅហើយខ្ញុំមិនបានសាកលើទូរស័ព្ទដៃទេតែដោយសារប្រព័ន្ធរបស់ខ្ញុំនេះខ្ញុំព្យាយាមបង្កើតសម្រាប់ support ជាមួយនឹងទូរស័ព្ទដៃដូចគ្នាអញ្ចឹងលោកគ្រូអ្នកគ្រូសាកប្រើប្រាស់លើទូរស័ព្ទដៃទៅមើលចូលដល់ប្រព័ន្ធរបស់ខ្ញុំសាកប្រើប្រាស់លើទូរស័ព្ទដៃទៅក៏លោវាប្រើប្រាស់បានខ្ញុំមិនបានតេស្តនៅលើទូរស័ព្ទទេតែខ្ញុំបង្កើតប្រព័ន្ធហ្នឹងមកគឺឲ្យ support ទាំង computer និងទូរស័ព្ទដៃតែខ្ញុំមិនបានតេស្តទេ
តែខ្ញុំសាកតេស្តទៅលើប្រព័ន្ធកិច្ចតែងការបង្រៀនរបស់ខ្ញុំគឺដំណើរការលើទូរស័ព្ទដៃល្អប្រសើរអញ្ចឹងលោកគ្រូថាអត់មានកុំព្យូទ័រអាចប្រើប្រាស់ទូរស័ព្ទដៃឲ្យបានអត់លោកគ្រូអញ្ចឹងខ្ញុំក៏អត់តហ៊ានថាបាន 100% ដែរតតែលោកគ្រូសាកដូចគ្នាដោយសារខ្ញុំអត់បានសាកទេហើយខ្ញុំក៏អត់ចេញវីដេអូ demo ពីររបៀបដែរគឺដោយសារខ្ញុំធ្វើការលើកុំព្យូទ័រអញ្ចឹងទៅខ្ញុំព្យាច្រើន remote ឬក៏ធ្វើវីដេអូ demo របៀបប្រើប្រាស់ឲ្យគឺនៅលើកុំព្យូទ័រតែម្ដងបាទបើវា error ទៀតសាកម្ដងទៀតលោកគ្រូលោកបញ្ហាបច្ចេកទេស AI ហ្នឹងក៏វាចេះ error ដែរណាហើយប្រព័ន្ធរបស់ខ្ញុំនេះបើកើតអត់ទាន់បានមួយខែទេមានអ្នកប្រើប្រាស់ 1000 អ្នកជាងហើយបាទដោយសារខ្ញុំមានក្រុម Telegram កូនសិស្សច្រើនហើយមានក្រុមសម្រាប់គ្រូបង្រៀនមាន channel សម្រាប់លោកគ្រូអ្នកគ្រូកិច្ចការងារលោកគ្រូអ្នកគ្រូហ្នឹងច្រើនទៅខ្ញុំចេះតែតម្លាក់ link ទៅមានអ្នកប្រើប្រាស់ដែរហើយប្រព័ន្ធនេះខ្ញុំជឿថាមានតែលោកគ្រូអ្នកគ្រូទេជាអ្នកប្រើប្រាស់បើខ្ញុំបង្កើតមកគឺផ្ដោតសម្រាប់លោកគ្រូអ្នកគ្រូតែម្ដងវាជំនួយការងារដោយសារយើងរស់នៅក្នុងបរិបទ AI ត្រូវរៀនរស់ជាមួយ AI ត្រូវចេះប្រើប្រាស់ AI ជាជំនួយដល់ការងារយើងបើឲ្យលោកគ្រូអ្នកគ្រូដឹងស្រាប់ហើយការងារលោកគ្រូអ្នកគ្រូឥឡូវគឺច្រើនណាមិនថាលោកគ្រូទេសូម្បីតែខ្ញុំក៏ដោយគឺការងារឥឡូវយើងច្រើនអញ្ចឹងមានតែប្រើ AI ជាជំនួយហើយនេះខ្ញុំឆ្លៀតពេលវេលាតនេសៅរ៍អាទិត្យបង្កើតប្រព័ន្ធទុកប្រើប្រាស់ខ្លួនឯងផងក៏ចែករំលែកផងហើយសម្រាប់លោកគ្រូអ្នកគ្រូដែលបម្រើការងារនៅអង្គភាពមួយគ្នាហ្នឹងគាត់ប្រើប្រាស់ផងអញ្ចឹងក៏យើងចែករំលែកទាំងអស់គ្នាទៅបាទដល់យូរដល់ហើយអញ្ចឹងលោកគ្រូអ្នកគ្រូសូមរងចាំបន្តិចទៅបើវា error ទៀតយើងព្យាយាមណាលោកគ្រូអ្នកគ្រូពេលខ្លះវាប្រព័ន្ធចង្អៀតអីចឹងទៅតែឥឡូវបានត្រឡប់មកហើយបាទមិញអូខេខ្ញុំធ្លាប់បង្ហាញម្ដងហើយអញ្ចឹងតែហ្នឹងហើយរបៀប download អីបាទដូចមុនទៅថាផ្ទៀងផ្ទាត់ឲ្យត្រឹមត្រូវអស់ហើយសម្រាប់ចិត្ត download យកតែម្ដងទៅជា PDF ជា Word ជា Excel ជារូបភាពឥឡូវខ្ញុំសាកជារូបភាពបាទបានរូបភាពមកហើយនេះតែរូបភាពលោកគ្រូអ្នកគ្រូមើលទៅគឺបាទវែងអញ្ចឹងតទៅ zoom bridge តែវាអត់បែកខ្សែណាលោកគ្រូអ្នកគ្រូនេះឃើញទេអត់បែកទេដោយសារខ្ញុំព្យាយាមឲ្យវាចេញទិន្នន័យមកកម្រិត 4K ហើយរូបភាពយើងមើលទៅគឺច្រើនបាទมันអាចយកជាការបានទេតែបើថាយើងមើលទុកមើលក្នុងទូរស័ព្ទទុកអីបានទុកផ្ទៀងផ្ទាត់អីបានអញ្ចឹងយើងជំរើសរបស់យើងបាទមានតាបាទដើមជា PDF ជា Word បើថាខុសតែខ្ជិលសរសេរសាដើមជា Word យកមកកែសម្រួលតិចតួចយកប្រើការបានលោកគ្រូដើមជា Word ទៅតែខ្ញុំចូលចិត្តភាគច្រើនប្រើនេះបោះពុំភ្លាមនេះព្រោះបានទៅជា file PDF ដូចគ្នាទេហើយវាច្បាស់បាទវាច្បាស់អក្សរវាអត់រត់ជន់ដៃជន់ជើងគ្នាទេហើយចង់កែកុនចង់សេរីអីគឺយើងចូលកន្លែង more setting មកមុខងារគឺនៅតែហ្នឹងលោកគ្រូជ្រើសរើសទៅតែបើថាយើងធ្លាប់ធ្វើម្ដងហើយអា more setting ហ្នឹងមិនបាច់ចូលទៅកែក៏បានដែរចុចតែបេតុងហ្នឹង print យកតែម្ដងបាទដាក់ឈ្មោះទៅមិន001ឥឡូវ22អញ្ចឹងទៅ save ទៅហើយឥឡូវខ្ញុំទៅរក file មិញឲ្យកុំឲ្យថាខ្ញុំចេះតែថា22មិញណា22បាទនេះ22មិញបាទឃើញទេលោកគ្រូអត់បែកទេហើយក៏វាអត់ជន់គ្នាដែរគុណភាពអក្សរអីចេញមកក៏រៀងច្បាស់ដែរឃើញណាតនេះបាទខ្ញុំសូមប្រាប់គឺយើងមកតាសំណួរណាអត្រាកំណែគឺវាអត់មកជាមួយទេបាទអានេះខ្ញុំកំពុងតែបង្កើតប្រព័ន្ធមួយទៀតអត្រាកំណែវាអត់មកជាមួយទេអត្រាកំណែតទៅលោកគ្រូអ្នកគ្រូចូលទៅ download ទុកដោយខ្លួនឯងនេះបាទនេះអត្រាកំណែ down ជា Word ឬជា PDF ហ្នឹងយើង down ទុកសម្រាប់លោកគ្រូអ្នកគ្រូយកទៅកែអញ្ចឹងទៅបាទហ្នឹងគឺសម្រាប់កន្លែងអត្រាកំណែបាទអូខេអរគុណច្រើនអញ្ចឹងវីដេអូ demo ហ្នឹងក៏មានតែប៉ុណ្្នឹងឯងដូចជារៀងវែងដែរហើយអញ្ចឹងមានតែលោកគ្រូអ្នកគ្រូជាអ្នកប្រើប្រាស់ដោយខ្លួនឯងទៅហើយសម្រាប់បឋមក៏នេះដែរលោកគ្រូអ្នកគ្រូបាទត្រឡប់បង្កើតថ្មីមកសម្រាប់កម្រិតបឋមក៏មានដែរលោកគ្រូអ្នកគ្រូនេះបាទអញ្ចឹងលោកគ្រូអ្នកគ្រូជាលោកគ្រូអ្នកគ្រូដែលបរៀននៅបឋមអីបាទជ្រើសរើសខ្លួនឯងអញ្ចឹងដាក់មកតាមថ្នាក់រូបអីព្រោះមុខងារទៅនេះខ្ញុំបានខ្ញុំគិតគូរដល់ខ្ញុំគិតថាខ្ញុំបង្កើតមុខងារទៅនេះឲ្យច្រើនសម្រាប់ជំនួយជួយដល់លោកគ្រូអ្នកគ្រូបង្រៀននៅបឋមអញ្ចឹងនេះដូចគ្នាបាទខ្ញុំដាក់ភ័ណ្ឌហើយខ្ញុំ highlight ជាពណ៌ឲ្យទៀតហើយលោកគ្រូអ្នកគ្រូថាចង់អានតណៃថែមថយគ្រីសយកទៅព្រោះអីតនេះយើងអាចជ្រើសរើសលើសពី1បាទលើសពី1គឺបានច្រើនអញ្ចឹងលោកគ្រូដាក់មកជ្រើសរើសស្រឡាញ់ឬក៏ចង់ទាំងអស់ដាក់ទាំងអស់ក៏បានដែរតែហើយសំខាន់នេះកន្លែងដែលយើងចង់ឲ្យវាបង្កើតសំណួរហើយតនេះដូចខ្ញុំផ្ដោតអញ្ចឹងប្រធានវិញ្ញាសាចាស់ក៏បានឬក៏មេរៀនក៏បានដែលលោកគ្រូអ្នកគ្រូថត screenshot ចូលមកដាក់តម្លាក់ចូលទៅ AI វាអ្នកធ្វើការវានឹងបំបែកមេរៀនហ្នឹងទៅជាសំណួរដែលយើងចង់បានបែបនេះបាទសំណួរទាំងអស់ហ្នឹងដែលយើងគ្រីសយកហ្នឹងគឺជា
ប្រភេទដែលយើងចង់ឲ្យវាដំណើរការឲ្យហើយបាទអូខេអរគុណច្រើនអញ្ចឹងជួបគ្នានៅវីដេអូមេរៀនក្រោយៗទៀតហើយកុំភ្លេច donate ជាកាហ្វេពេលព្រឹកខ្ញុំផងបាទអូខេអរគុណច្រើន